ចាជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះនឹងខ្ញុំមកបង្ហាញជូនជាមួយនឹងរបៀបចាក់កាបូបដែលមានរូបរាងបែបនេះបងប្អូនហើយជាមួយនឹងកាឡាក្បាច់ហ្នឹងគឺលក្ខណៈក្បាច់ផ្កាច័ន្ទណាបងប្អូនខ្វែងធំបែបនេះចាជាមួយនឹងរូបរាងទូចខ្ជូតចាបងប្អូនដែលបានចូល view វីដេអូមួយនេះបងប្អូនកុំភ្លេចជួយ like ជួយ share សម្រាប់បងប្អូនថ្មីបែបមិនទាន់បានជួយ subscribe channel របស់នាងខ្ញុំកុំភ្លេចជួយ subscribe channel របស់នាងខ្ញុំម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីទៀតចាហើយក៏ដូចជាផ្ដល់នូវកម្លាំងចិត្តសម្រាប់នាងខ្ញុំធ្វើវីដេអូបន្តបងប្អូនចាអញ្ចឹងកុំឲ្យខាតពេលយូរអញ្ជើញពុកម៉ែបងប្អូនទៅទស្សនាពីរបៀបចាក់កាបូបនេះទាំងអស់គ្នាចាបងប្អូននេះជាសំណាញ់សម្រាប់យើងចាក់កាបូបហ្នឹងណាច្រើនណាស់មែនទេបងប្អូនចាអានេះផ្ទាំងកម៉ូបវាតូចទេបងប្អូនចាអញ្ចឹងខ្ញុំកាត់រួចហើយគឺយើងមាន6ផ្ទាំងតូចហ្នឹងអានេះផ្ទាំងបាតនិយាយទៅកាបូបនេះគឺខ្ញុំដាក់2ជាន់ទាំងអស់អញ្ចឹងទៅឃើញពុំរៀងច្រើននេះផ្ទាំងចំហៀងអញ្ចឹងផ្ទាំងចំហៀងអានេះមុខក្រោយអញ្ចឹងខ្ញុំដាក់2ជាន់ទាំងអស់អញ្ចឹងឃើញសំណាញ់រៀងច្រើនណាបងប្អូនប៉ុន្តែពេលដែលយើងចាក់ដបូងហ្នឹងគឺយើងចាក់តែមួយផ្ទាំងទេអញ្ចឹងឥឡូវខ្ញុំដកថាយើងត្រូវចាក់ប៉ុណ្ណានេះបងប្អូនផ្ទាំងមុខក្រោយចំហៀងសងខាងផ្ទាំងបាតអានេះគឺផ្ទាំងកម្របអញ្ចឹងប៉ុណ្ណឹងក៏ដែលយើងត្រូវចាក់ចឹងឥឡូវខ្ញុំបង្ហាញពីរបៀបចាក់គឺខ្ញុំចាក់ខ្វែងធំដូចគ្នាឬក៏យើងហៅថាចាក់ផ្កាច័ន្ទហ្នឹងចឹងសម្រាប់ការចាក់បែបហ្នឹងគឺយើងចាក់បានលឿនជាងខ្វែងតូចទេបងប្អូនចាចឹងដំបូងគឺយើងខ្វែងឲ្យបានខ្វែងជាសញ្ញាគុណមកចាខ្វែងជាសញ្ញាគុណហើយបាទយើងចាប់ដើមខ្វែងជាសញ្ញាបូកទៀតចឹងគឺយើងចាក់ធ្វើម៉េចចាក់ឲ្យដូចគ្នាបងប្អូនដើម្បីចាក់បានស្អាតទី1គឺយើងត្រូវដឹងថាយើងចាក់ហ្នឹងគឺទាញបោះស្មើដៃអត់តឹងអត់ធូរហើយមួយទៀតគឺយើងខ្វែងថាចំណាំថាខ្វែងខាងណាក្រោមខាងណាលើគឺយើងចាក់ឲ្យដូចគ្នាបានជើងបោះដែលយើងចាក់ហើយហ្នឹងឃើញស្អាតទេបងប្អូនឃើញទេនេះដូចយើងខ្វែងខាងលើនេះអញ្ចឹងគឺយើងកាត់ឲ្យដូចគ្នាអញ្ចឹងណាបងប្អូនបោះនេះពណ៌ខ្ជូតបងប្អូនឃើញទេតែពេលយើងនៅដុំអញ្ចឹងឃើញវាអត់សូវស្អាតទេប៉ុន្តែពេលចាក់មកចេញជាកាឡាចេះមកគឺស្អាតហ្មង
ចាបងប្អូនអញ្ចឹងគឺសម្រាប់ការចាក់ហ្នឹងគឺខ្ញុំចាក់របៀបហ្នឹងបងប្អូនអញ្ចឹងបងប្អូនធ្វើការចាក់គ្រប់ផ្ទាំងមកណាផ្ទាំងដែលខ្ញុំបង្ហាញថាយើងត្រូវចាក់ហ្នឹងគឺចំនួនប៉ុណ្ណឹងណាបងប្អូនចាបងប្អូននេះគឺខ្ញុំបានចាក់លើផ្ទាំងសំណាញ់ហ្នឹងរួចរាល់បងប្អូនគ្រប់ផ្ទាំងទាំងអស់ណាទាំងផ្ទាំងតូចផ្ទាំងធំគឺរួចរាល់ហើយនេះខាងខ្នងនេះខាងត្រូវបងប្អូននេះចឹងគឺផ្ទាំងនីមួយគឺខ្ញុំចាក់រួចរាល់ហើយមិនដែរបងប្អូនទឹកដៃស្អាតទេនេះខាងខ្នងនេះខាងត្រូវចឹងគឺយើងចាក់រួចរាល់ហើយការងារបន្ទាប់ទៀតគឺយើងចាក់រឹមជុំវិញជុំវិញផ្ទាំងហ្នឹងបងប្អូនអញ្ចឹងគឺនេះជាផ្ទាំងដែលយើងត្រូវចាក់2ជាន់នេះផ្ទាំងបាតនេះផ្ទាំងមុខក្រោយលើកលែងតែផ្ទាំងតូចៗនេះដែលយើងចាក់តែមួយជាន់ណាបងប្អូនក្រៅពីហ្នឹងយើងចាក់2ជាន់ទាំងអស់អញ្ចឹងឥឡូវខ្ញុំបង្ហាញការចាក់2ជាន់អញ្ចឹងបងប្អូនគ្រាន់តែផ្គុំវាឲ្យស្មើបែបហ្នឹងមកហើយយើងធ្វើការចាក់ទៅសម្រាប់ម្ជុលគឺខ្ញុំយកម្ជុលលេខ3បងប្អូននេះយកម្ជុលលេខ3គឺប៉ុណ្ណឹងគឺទំហំល្មមយើងងាយស្រួលសកបងប្អូនសម្រាប់ការចាក់រឹមជុំវិញហ្នឹងគឺយើងចាក់ជាមួយនឹងការចាក់single crochet បងប្អូនអញ្ចឹងគឺយើងកាន់អំបោះបែបនេះហើយម្ជុលយើងដាក់ជើងមកថ្ពួកវាចូលនេះហើយអំបោះកតុយនេះយើងទាញវាបែបនេះមកកន្លែងកែងនេះគឺយើងត្រូវចាក់ single crochet 1 chain 1ហើយបើយើងចាក់ single crochet មួយទៀតផុតពីហ្នឹងមកគឺយើងចាក់ធម្មតាបងប្អូនមួយប្រឡោះមួយ single crochet ធម្មតាចឹងបងប្អូនធ្វើការចាក់បែបហ្នឹងបងប្អូនណាចាបងប្អូនពេលដែលយើងចាក់បានមកជុំអញ្ចឹងហើយយើងធ្វើការកាត់អំបោះខ្លីល្មមមកបងប្អូនចាហើយយើងទាញអំបោះហ្នឹងចេញមកហើយយើងធ្វើការភ្ជាប់ជាមួយនឹងម្ជុលនេះវិញចឹងនេះយើងចាក់យកមកខាងនេះបានមួយខាងហើយយើងចាក់ចូលមួយខាងទៀតហើយយើងចាក់មកខាងនេះចាក់ចូលទៅវិញបងប្អូនឃើញទេគឺថ្នេរស្មើស្អាតបន្ទាប់មកយើងចាក់ចូលចេះមកមិនបានទិញមកចាអញ្ចឹងជាការស្រេចទេបងប្អូនអានេះសិតតែយើងដាក់2ជាន់ជាមួយនឹងផ្ទាំងតូចៗនេះអានេះយើងដាក់តែមួយជាន់អញ្ចឹងឥឡូវយើងមកធ្វើការចាក់ជាមួយនឹងដៃវិញណាបងប្អូន
នេះយើងទុកខ្សែអំបោះប្រវែងយើងសំល្មមមកយើងទុកដេរភ្ជាប់ជាមួយកាបូបបន្ទាប់មកយើងយកមកជុលលេខ4ជុលលេខ4យើងចាក់ជាមួយនឹងការចាក់ដៃដំបូងគឺយើងចាក់ឆែនចាក់នេះបងប្អូនគឺខ្ញុំចាក់ចំនួន50ឆែនបន្ទាប់មកយើងចាក់បត់អញ្ចេះបងប្អូននេះបត់អញ្ចេះមកហើយយើងចាក់ single crochet ចាបងប្អូនពេលយើងចាក់អស់ចឹងមកយើងថែមឆែនមួយយើងចាក់បកត្រឡប់ទៅវិញចឹងជាមួយនឹងការចាក់ដៃកាបូបគឺនឹងខ្ញុំចាក់របៀបហ្នឹងចាបងប្អូននេះគឺខ្ញុំចាក់ចំនួន7ជួរបងប្អូនអញ្ចឹងគឺសម្រាប់ដៃកាបូបហ្នឹងខ្ញុំចាក់ប៉ុណ្ណឹងឥឡូវខ្ញុំកាត់ខ្សែនេះយើងកាត់រាងវែងតិចមកពេលចាក់បានប៉ុណ្ណឹងហើយយើងសម្រាប់ដៃកាបូបយើងត្រូវរុំវាឲ្យមូលបងប្អូនអញ្ចឹងគឺយើងត្រូវមានតាយោខាងក្នុងតាយោយើងវាស់លៃល្មមប្រហាក់ប្រហែលជាមួយនឹងខ្សែនឹងមកចាតែតាយោខ្ញុំធ្វើការចោះវាចឹងឥឡូវគឺខ្ញុំត្រូវរុំដៃកាបូបរបស់យើងចាបងប្អូនយើងរុំបានប៉ុណ្ណឹងមកឥឡូវអានេះយើងចាប់ដើមដាក់តាយោចូលនេះហើយយើងសោកចូលអញ្ចឹងអានេះយើងចាក់ចូលក្នុងមកចាក់ចេញមកវិញបានយើងចាអញ្ចឹងយើងចាប់ដើមរុំបន្តបន្ទាប់មកបងប្អូនចុះ
បងប្អូនធ្វើការរុំបែបហ្នឹងរហូតមកដល់ចុងហើយជាមួយនឹងខាងចុងនេះយើងរុំមកគឺយើងដោតអានេះដូចគ្នាបងប្អូនយើងដោតបញ្ចូលអានេះដូចគ្នាចូលបងប្អូនធ្វើការចាក់រុំបែបហ្នឹងណាចាបងប្អូនមកដល់ចុងគឺយើងចាក់សោកជាមួយនឹងសាយោយើងបែបហ្នឹងអត់ខុសគ្នាពីជាមួយនឹងខាងដើមទេបងប្អូនហើយយើងចាក់មកបញ្ចេញវាមកមុខវិញមកនេះហើយយើងបន្តជាមួយនឹងការចាក់ដូចយើងចាក់រុំមកអញ្ចឹងណាបងប្អូនចាហើយយើងចាក់រុំបន្តទៀតមកចាអញ្ចឹងទៅយកជាប់របស់យើងគឺនៅកន្លែងនេះអាចុងនេះសម្រាប់យើងចាក់ហើយយើងដេរជាមួយនឹងផ្ទាំងសំណាញ់របស់យើងណាបងប្អូនចាអញ្ចឹងសម្រាប់ការដេរគឺយើងដេរប៉ានេះមកទៅយកជាប់នេះភ្ជាប់ជាមួយត្រឹមសំណាញ់ណាបងប្អូនណាចាអញ្ចឹងការដេរដៃនេះខ្ញុំដាក់ទុកកម្លៀតមកប្រឡោះបែបនេះហើយខ្ញុំចាក់ពីត្រឹមនេះមកចាបងប្អូនសម្រាប់តំណប់របស់យើងមុននឹងនេះខ្ញុំដេរគឺខ្ញុំដាក់វាបែបហ្នឹងបងប្អូនយើងដាក់វាបែបហ្នឹងអញ្ចឹងមកហើយចាំយើងដេរសម្រាប់ការដេរគឺខ្ញុំដេរនេះបងប្អូនយើងដំបូងយើងចាក់ជាមួយនឹងសាច់
កណាត់បែបហ្នឹងមកហើយយើងមកចាក់ជាមួយនឹងសាច់អំបោះវិញហើយយើងធ្វើការមកចាក់ជាមួយនឹងសាច់កណាត់វិញហើយយើងមកចាក់ជាមួយនឹងផ្ទាំងអំបោះផ្ទាំងកាបូបរបស់យើងគឺយើងធ្វើការដេរឆ្លាស់គ្នាបែបហ្នឹងបងប្អូនចឹងជាមួយនឹងការដេរតំណប់គឺខ្ញុំដេររបៀបហ្នឹងកាបូបរបស់យើងគឺខ្ញុំដេរដៃ 100% បងប្អូនជាមួយនឹងការដេរតំណប់ការផ្គុំអីផ្សេងគឺយើងដេរដៃ 100% នេះបងប្អូនជាមួយនឹងការដេរតំណប់ពេលដែលយើងដេរមកគឺសាច់វាអប់បែបហ្នឹងបងប្អូនចឹងមិនថាកាបូបមួយតម្រាំថាបានហ្នឹងគឺយូរបងប្អូនយើងដោយសារតែយើងដេរដៃទាំងអស់ហ៎ចឹងទៅសម្រាប់ការផលិតវីដេអូគឺរៀងយូរមកបានចេញមួយបងប្អូនអត់បានចេញញឹកញាប់រាល់ថ្ងៃទេកន្លែងនេះបងប្អូនកន្លែងដៃហ្នឹងយើងទាញវាអប់ចឹងមកណាបងប្អូនណាចាបងប្អូនឥឡូវតំណប់គឺខ្ញុំដេររួចទេបងប្អូនទាំងដែលយើងត្រូវដេរតំណប់គឺប៉ុណ្ណឹងចឹងឥឡូវយើងធ្វើការផ្គុំតែសម្រាប់ធ្វើការផ្គុំហ្នឹងឥឡូវយើងចាប់ដើមដេរជាមួយនឹងរូតមុនណាបងប្អូនចាខ្ញុំបង្ហាញជាមួយការដេររូតបងប្អូនដំបូងយើងដេរកាត់តឹងអញ្ចឹងមកតែតើនឹងការដេររូតនេះផ្ទាំងយើង6ហ្នឹងបងប្អូនអញ្ចឹងអានេះចំហៀងអានេះផ្ទាំងគម្របដែលយើងត្រូវដេរអញ្ចឹងគឺផ្ទាំង2នេះសម្រាប់ការដេររូត
ដេហ្នឹងប្រយ័ត្នទៅបងប្អូនតែมันប្រយ័ត្នហ្នឹងមុតដៃទៀតហើយតែអីគេនេះជាមួយកន្លែងកែងនេះយើងបត់វាបែបនេះមកបងប្អូនតែខាងនេះយើងអាចដេកអប់អញ្ចឹងឯងដោយសារតែយើងត្រូវរូតអញ្ចឹងយើងទុកវាកម្លាតវាបន្តិចមកនេះយើងទុកកម្លាតវាអញ្ចឹងបន្តិចណាបងប្អូនណាចានេះបងប្អូនជាមួយនឹងការដេរូតគឺខ្ញុំដេហើយហីអញ្ចឹងឥឡូវយើងធ្វើការផ្គុំដំបូងគឺយើងផ្គុំជាមួយផ្ទាំងតូចនេះសិនបងប្អូនហើយបានយើងផ្គុំជាមួយនេះអញ្ចឹងសម្រាប់ការផ្គុំនេះយើងលៃមើលនេះដំបូងគឺយើងដាក់កន្លែងកែងនេះបងប្អូនណាដាក់កន្លែងកែងហ្នឹងហើយយើងវាស់អានេះយើងវាស់មើលថាប៉ុណ្ណាចំកដាអញ្ចឹងប៉ុណ្នេះចាហើយយើងចាក់រុំវាបែបហ្នឹងមកបងប្អូនចឹងជាមួយនឹងការផ្គុំគឺខ្ញុំចាក់បែបហ្នឹងបងប្អូនចាបងប្អូននេះផ្ទាំងកម្របយើងចាក់បានផ្គុំហើយឥឡូវយើងចាប់ដើមផ្គុំជាមួយនឹងផ្ទាំងខ្លួនណាបងប្អូនចាអញ្ចឹងអានេះគឺទំហំវាប៉ុនគ្នាអញ្ចឹងគឺយើងត្រូវមើលកន្លែងកែងនេះបងប្អូនអានេះចំកន្លែងកែងនេះអានេះយើងចំកន្លែងកែងនេះដូចគ្នាបងប្អូននេះ
ពេលកន្លែងដៃនេះគឺយើងចាក់ពីខាងនេះទៅវិញមកបងប្អូនផុតពីប៉ុណ្ណឹងហើយយើងរុំធម្មតាដូចបាញ់មិញអញ្ចឹងណាចាបងប្អូនពេលដែលយើងផ្គុំមកបានប៉ុណ្្នឹងហើយនេះយើងធ្វើការដេរកន្លែងនេះបងប្អូនដេរកន្លែងហ្នឹងដើម្បីឲ្យអាសត្វនេះណាហើយនឹងអាសត្វមួយនេះវាជាប់អញ្ចឹងណាអញ្ចឹងគឺយើងដេរនេះភ្ជាប់មកអញ្ចេះមក
ធ្វើមកស្ទះតូចនេះបងប្អូនមិនស្ទះធំនេះណានេះធ្វើមកស្ទះតូចនេះកន្លែងនេះចាបងប្អូនអញ្ចឹងកាបូបរបស់យើងគឺរួចរាល់បងប្អូននេះខាងក្នុងចឹងកាបូបរបស់យើងមានទំហំអានេះគឺ13សង់ទីម៉ែត្រកម្ពស់20សង់ទីម៉ែត្រចេះវិញគឺ8សង់ទីម៉ែត្របងប្អូនចាបើសិនជាបងប្អូនមានចម្ងល់អីអាចខមមិនសួរនេះខ្ញុំបន្ថែមបានណាចឹងកាបូបយើងគឺរួចរាល់ហើយអរគុណច្រើនសម្រាប់បងប្អូនដែលបានចូល view វីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាបងប្អូនពេញចិត្តជាមួយវីដេអូមួយនេះបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនកុំភ្លេចជួយ like ជួយ share សម្រាប់បងប្អូនថ្មីៗដែលមិនទាន់បានជួយ subscribe channel របស់នាងខ្ញុំកុំភ្លេចជួយ subscribe channel របស់នាងខ្ញុំម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតចាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ